សម្រាប់អ្នកដែលប្រើ iPhone មានបញ្ហាគាំងបែបនេះគាំងស្ដោកគាំងស្ញែងតែហ្មងចុចអីក៏មិនបានចង់បិទក៏បិទមិនបានsale វាទុកទៅគង់តែជួបទេអ្នកដែលមិនទាន់ជួបព្រោះ iPhone ជំងឺនេះវាមានយូរដែរហើយហើយវិធីបាត់អូវានេះស្រួលទេមិនពិបាកទេសម្រាប់អ្នកដែលចេះអ្នកមិនទាន់ចេះមកដំបូងយើងធ្វើការហ្នឹងយើងចុចvolumeលើមួយលេងពី volume ក្រោមមួយលេងចូលមកចុច power ឲ្យជាប់រហូតចាំមើលខ្ញុំចេញមកមើល volume លើមួយពី volume ក្រោមមួយចុច power ឲ្យជាប់ឲ្យរហូតតរវាឆេះរលត់វិញដល់ខ្លួនឯងអត់ទៅវារលត់ហើយវាឆេះវិញដល់ខ្លួនឯងទៅវារលត់ចឹងយើងបលែងមកតិចវាឆេះវិញដល់ខ្លួនឯងឆេះខ្លួនឯងវាដំណើរការដល់កម្មវិធីវិញគឺអូខេហើយរងចាំបន្តិចទៅនឹងជំងឺគាំងរបស់ iPhone này YouTube ច្រើនហើយហ្នឹងអ្នកឲ្យតែអ្នកប្រើ iPhone ណាសឹងគ្រប់គ្នាហើយអ្នកដែលមិនហ៊ានអ្នកដែលមិនទាន់ជួប sale ទុកទៅកុំមកជួបទេប៉ុណ្្នឹងទៅគឺអូខេហើយប្រើបានធម្មតាវិញហើយ